បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលជាអ្នកស្រឡាញ់និងមានជំនឿលើវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងបាទជាពិសេសពុកម៉ែបងប្អូនដែលជាអ្នកស្រឡាញ់និងមានជំនឿតាក់ទងនឹងផ្គាំសត្វដំរីរបស់ខ្មែរយើងបាទនៅថ្ងៃនេះខ្ញុំបាទសូមបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តបាទតាក់ទងនឹងផ្គាំដំរីតៃសាកប់ដីបាទមានចំនួន2ដុំបាទផ្សេងគ្នាណាពុកម៉ែបងប្អូនផ្សេងគ្នាហើយវត្ថុទាំងអបាមាននេះគឺមានវត្តមាននៅលើទឹកដីស្រុកកំរៀងខេត្តបាត់ដំបងពុកម៉ែបងប្អូនបាទនេះគឺជាវត្ថុទី1ឬក៏ផ្គាំទី1គឺមានរូបសន្តានលក្ខណៈបែបនេះបាទទម្ងន់ប្រហែលជា6ខាំពុកម៉ែបងប្អូនណាបាទទម្ងន់ប្រហែលជា6ខាំបាទហើយវត្ថុនេះគឺអ៊ំប្រុសខ្ញុំបាទគាត់ធ្វើឆ្មៅដំឡូងគាត់ក៏បានមានឧបនិស្ស័យរើសបានអញ្ចឹងក៏គាត់យកមកបង្ហាញខ្ញុំក៏ស្រឡាញ់គិតថាចង់យកមកទុកដាក់គោរពថែសារគោរពបូជាឬក៏ថ្ងៃអនាគតទៅយកទៅសាងជាតួអង្គបាទជាព្រះពុទ្ធរូបផ្សេងអញ្ចឹងទៅបាទណាហ្នឹងហើយអញ្ចឹងក៏ជូនបច្ច័យគាត់ទៅក៏សូមយកមកទុកដាក់ថែសារគោរពបូជាអញ្ចឹងទៅណាពុកម៉ែបងប្អូនហើយតាក់ទងនឹងគុណប្រយោជន៍គុណសម្បត្តិធ្គាមសត្វដំរីតៃសាគឺជារបស់ត្រជាក់ត្រជុំបាទរបស់ចម្រុងចម្រើនបាទហើយសត្វដំរីគាត់តៃសាគឺគាត់ឆ្លាតណាស់បាទណាហ្នឹងហើយគាត់ឆ្លាតគាត់ចេះកប់បាទណាគាត់ចេះកប់ខ្លួនគាត់ហ្នឹងហើយលាក់បាទសរីរាង្គកាយឬក៏សាកសពគាត់ហ្នឹងគឺមិនអោយមនុស្សលោកយើងឃើញបានដោយងាយទេគឺគាត់លាក់គាត់តៃសាទៅគាត់មានគ្នាគាត់ហ្នឹងមកកាយហើយកប់លាក់ស្អាតមិនអោយមនុស្សលោកឃើញទេណាហ្នឹងហើយបើសិនជាមានអ្នកឃើញអ្នកជួបនឹងសិតសឹងតែឧបនិស្ស័យខ្ពស់ទៅបានជួបបានឃើញអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយយកទៅប្រើជាឱសថបុរាណរបស់ខ្មែរយើងផងដែរសម្រាប់អ្នកក្តៅខ្លួនបាទណាហ្នឹងហើយមានរោគក្តៅក្នុងគឺអាចយកទៅរុះជាមួយនឹងទឹកស្អាតពិសាបានឬក៏ទឹកដូងបាទណាហ្នឹងហើយមានអត្ថប្រយោជន៍ព្យាបាលជំងឺច្រើនមុខច្រើនយ៉ាងផងដែរបាទតែដោយសារតែបច្ចុប្បន្នគឺមានថ្នាំពេទ្យអញ្ចឹងណាអញ្ចឹងក៏ពុកម៉ែបងប្អូនយើងគឺគាត់និយមយកមកសាងជាតួអង្គឬក៏សាងជាអង្គកម្មសម្រាប់ពាក់សម្រាប់បូជាសុំសុខសុំសប្បាយសុំលាភសុំជ័យអញ្ចឹងទៅណាពុកម៉ែបងប្អូនបាទហ្នឹងហើយតែយ៉ាងណាក៏យើងមិនចោលពីក្បួនបរមរានរបស់ខ្មែរយើងតាំងតែពីមួយចំនួនមកមួយចំនួនដែរបាទណាហ្នឹងហើយបាទហ្នឹងបាទធ្គាមទី1ពុកម៉ែបងប្អូនទម្ងន់ប្រហែលជា6ខាំហើយធ្គាមទី1នេះដែរបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍គិតថាចង់ចែកគឺចែកបានណាពុកម៉ែបងប្អូនបាទខ្ញុំបានចែកជូនមួយធ្គាមទុកមួយធ្គាមសម្រាប់ថ្ងៃអនាគតទៅចង់យកទៅសាងជាតួអង្គឬក៏សម្រាប់គ្រប់បូជាថែសារសុំសុខសុំសប្បាយសុំលាភសុំជ័យអញ្ចឹងទៅបាទណាពុកម៉ែបងប្អូនបាទធ្គាមទី1បន្ទាប់មកគឺធ្គាមទី2បាទធ្គាមសត្វដំរីទី2បាទមួយចំហៀងបាទប្រហែលទៅតែបាក់ឆ្នាំហ្នឹងទេណាបាទហ្នឹងហើយនេះគឺជាវត្ថុដែលឪពុករបស់ខ្ញុំបាទគាត់មានឧបនិស្ស័យរើសបានបាទណាហ្នឹងហើយគាត់រើសបានអញ្ចឹងក៏គាត់យកមកឲ្យខ្ញុំសម្រាប់ទុកគោរពថែសារគោរពបូជាឬក៏យកទៅសាងជាតួអង្គសម្រាប់ចែក
បងចែកប្អូនចែកអ្នកមានឧបនិស្ស័យសម្រាប់គោរពថែសារគោរពបូជាសូមសុខសូមសប្បាយសូមលាភសូមជ័យចឹងណាពុកម៉ែបងប្អូនបាទនេះគឺសាច់ឡើងចាស់ក្រឹកចាស់ក្រែងតែម្ដងបាទនេះបាទដូចជាឆ្នូលខាងក្នុងណាពុកម៉ែបងប្អូនបាទឆ្នូលខាងក្នុងបាទឆ្នូលខាងក្រៅមួយជាន់ទៀតបាទតែពុកអស់ហើយបាទណាហ្នឹងឯងពុកអស់ហើយបាទនេះគឺឡើងសាច់បែបនេះឡើងកដាញ់ឡើងលឿងចេះបាទចង់ខ្លាយទៅជាប្រូស៊ីលហើយពុកម៉ែបងប្អូនហើយចំណុចនេះគឺឡើងសឹកបាទធ្គាមនេះឡើងសឹកបាទគឺដំរីនេះបើតាមខ្ញុំបាទប៉ាន់ស្មាននឹងវិភាគមើលទៅគឺឡើងចាស់ហើយបាទគឺគាត់តៃសាកចាស់ហើយបាទណានឹងការពីចំនួនមុនហ្នឹងប្រហែលជា50-60 ឆ្នាំមុនគឺនៅទឹកដីស្រុកគំរៀងខេត្តបាត់ដំបងគឺនៅមានសត្វដំរីបាទសត្វដំរីព្រៃបាទគឺគាត់ដើរជាវងបាទព្រោះអីការនៅចំនួនហ្នឹងគឺសម្បូរដោយព្រៃធំព្រៃហោងបាទណាហ្នឹងហើយអញ្ចឹងសម្បូរដោយសត្វព្រៃបាទសត្វព្រៃច្រើនណាស់ដល់ពេលដែលបច្ចុប្បន្ននេះគឺស្បើយព្រៃចឹងទៅក៏សត្វព្រៃក៏ឆ្លងអូរទៅខាងប្រទេសថៃអស់ទៅណាពុកម៉ែបងប្អូនហ្នឹងហើយនៅមានមួយបាទដោយកន្លែងដោយតំបន់បាទណាហ្នឹងហើយបាទតែពីមុនគឺសម្បូរដោយសត្វព្រៃបាទព្រោះអីព្រៃច្រើនបាទគឺមានព្រៃធំអញ្ចឹងទៅគឺសត្វព្រៃនៅអញ្ចឹងទៅដល់ពេលស្បើយសត្វស្បើយព្រៃឈើអញ្ចឹងទៅសត្វក៏ផ្អើលឆ្លងទៅនៅខាងគេអស់ទៅណាពុកម៉ែបងប្អូនបាទហ្នឹងហើយនេះគឺសាច់គឺឡើងអញ្ចឹងពុកម៉ែបងប្អូនអើយបាទបើសិនជាយកទៅសាងជាតួអង្គមិនដឹងថាសាច់ស្អាតប៉ុណ្ណាទេបាទព្រោះអីនេះនៅមិនទាន់បានត្រាំក្រមួនត្រាំប្រេងជូនគាត់ទេបាទលក្ខណៈថាថ្វាយប្រេងថ្វាយក្រមួនពីលើអញ្ចឹងណាពុកម៉ែបងប្អូនឬក៏ត្រូវទឹកអប់អញ្ចឹងទៅបាទចំណុចធ្គាមនេះឡើងសឹកហើយបាទចំណុចធ្គាមក៏កាត់គ្នាឡើងសឹកហើយបាទនេះស្អាតហើយបាទហ្នឹងហើយបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនណាបាទបើស្រឡាញ់ចាប់អារម្មណ៍គឺចែកបានមួយអង្គតូចនេះបាទខ្ញុំបាទទុកមួយអង្គធំនេះបាទ